ជំរាបសួរពុកម៉ែបងប្អូនជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យមកស្គាល់ដើមម្យ៉ាងដែលគេយកទៅធ្វើថ្នាំតែពុកម៉ែបងប្អូននៅតាមតំបន់ថាយកទៅធ្វើថ្នាំអីពុកម៉ែបងប្អូនជួយខមមិនផងប៉ុន្តែខ្ញុំដឹងថាគេយកទៅធ្វើថ្នាំប៉ុន្តែខ្ញុំអត់ប្រាប់ពុកម៉ែបងប្អូនទេព្រោះខ្លាចខ្ញុំនិយាយទៅខ្លាចខុសព្រោះខ្លាចលោកគ្រូអ្នកគ្រូដែលគាត់ចេះរឿងថ្នាំខ្ញុំនិយាយទៅគឺថាខ្ញុំនិយាយទៅវាអាចខុសអាចអីចឹងណាជាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនជួយខមមិនណាបើពុកម៉ែបងប្អូនធ្លាប់ប្រើប្រាស់ជាថ្នាំអីឬក៏ជាឱសថអីពុកម៉ែបងប្អូនជួយខមមិនក្នុងវីដេអូផងដែលថ្នាំនោះគេហៅថាថ្នាំប្រមោយដំរីពុកម៉ែបងប្អូនណារុក្ខជាតិប្រមោយដំរីនេះពុកម៉ែបងប្អូនដើមរបស់ប្រមោយដំរីពុកម៉ែបងប្អូនការវាមានពណ៌សពុកម៉ែបងប្អូននេះពណ៌សស្អាតមែនតើណាហើយសម្រាប់ស្លឹករបស់វាពុកម៉ែបងប្អូនបាទជ្រួញណាហើយមានរោមហើយតកតងនឹងដើមរបស់វាក៏មានរោមដែរពុកម៉ែបងប្អូនណាដើមប្រមោយដំរីចាស់នៅតំបន់ខ្លះហៅដើមប្រមោយដំរីប៉ុន្តែនៅតំបន់ផ្សេងខ្ញុំដឹងថាគាត់ហៅដើមអីណាពុកម៉ែបងប្អូនហើយឬថាគេអាចយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបានទៀតផងប៉ុន្តែបើសិនជាពុកម៉ែបងប្អូននឹងថាគេយកទៅធ្វើសុតអីពុកម៉ែបងប្អូនជួយប្រាប់ខ្ញុំផងណាការវាស្អាតមែនទែនแล้วខ្ញុំសាកបេះស្លឹកវាពុកម៉ែបងប្អូនបេះស្លឹកវាសាកភ្លក់ឲ្យពុកម៉ែបងប្អូនមើលសាកមកស្លឹកណាតែមានរសជាតិយ៉ាងម៉េចបងប្អូននេះស្លឹករបស់វាបាទហើយបងប្អូននេះស្លឹកប្រមោយដំរីក្លិនឈូលក្លិនឈូលមែនទែនទឹករបស់វាពេលដែលយើងហាត់ក្នុងឈូលតែពេលយើងវាទៅមិនដូចជាដើមតលភ្នំតលមេឃតលភ្នំតលមេឃបងប្អូនហើយរសជាតិរវិញតិចដែលអាចហូបបានបងប្អូនអាចហូបបានតែខ្ញុំក៏ប្រាប់តពុកម៉ែបងប្អូនថាគុំសាករបស់ហូបដូចខ្ញុំដែរមុននឹងហូបពុកម៉ែបងប្អូនត្រូវស៊ូចាស់ព្រឹទ្ធាចារ្យផ្សេងក្នុងភូមិរបស់យើងណាបានច្បាស់លាស់ពុកម៉ែបងប្អូនណាជៀសវាងការហូបទៅពុលឬក៏ការហូបទៅប៉ះពាល់សុខភាពផ្សេងណាប៉ុន្តែចាស់ពីមុនក៏យកទៅធ្វើថ្នាំប្រមាត់ដើមប្រមោយដំរីនេះពុកម៉ែបងប្អូនគឺចាស់យកទៅធ្វើថ្នាំខ្ញុំគិតថាវាអត់ពុលអីទេប៉ុន្តែដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពឬការពុលផ្សេងណាពុកម៉ែបងប្អូនគួរតែពិភាក្សាជាមួយនឹងចាស់ព្រឹទ្ធាចារ្យដែលនៅក្នុងភូមិឬក៏អ្នកប្រកែខាងផ្នែកសុទ្ធបុរាណណាពុកម៉ែបងប្អូនហ្នឹងហើយស៊ូគាត់តានឹងយកប្រើប្រាស់ពេលដែរបើសិនពុកម៉ែបងប្អូនដឹងជួយប្រាប់ខ្ញុំផងខ្ញុំខិនតែស្គាល់ឈ្មោះប៉ុន្តែខ្ញុំឃើញគេអាចយកទៅធ្វើជាសុទ្ធសម្រាប់បិទរបួសសម្រាប់ធ្វើអីចឹងណាប៉ុន្តែបើសិនជាពុកម៉ែថាអាចយកទៅធ្វើអីផ្សេងបានពុកម៉ែបងប្អូនជួយខមមិននៅក្រោមវីដេអូខ្ញុំផងពុកម៉ែបងប្អូនដែលខ្ញុំភ្លក់ទៅរសជាតិរបស់វាមានន័យថាយើងហាត់ណាយើងខិនហាត់ខិនឈូលតែនៅពេលយើងទៅពៀទៅវាឡើងក្នុងខិនឈូលហើយប្រភេទស្លឹកនេះពុកម៉ែបងប្អូនអញ្ចឹងខ្ញុំនឹងថតដើមរបស់វាលំអិតជូនពុកម៉ែបងប្អូនបានទស្សនាបាទ